នេះយើងនៅតាមផ្លូវធ្វើដំណើរតាមផ្លូវបនលឿនទៅខេត្តពិសីណុចាចំពោះខេត្តពិសីណុទោះបីអត់ប្រាប់ពួកអ្នកនរគ្នាដឹងទេថានៅនឹងសពអ៊ីគេអញ្ចឹងតែទៀតហ៊ានទៅលេងទាំងអស់គ្នាហើយចំពោះខ្ញុំខេត្តពិសីណុហ្នឹងវាជាលើកដំបូងរបស់ខ្ញុំដែលខ្ញុំទៅអញ្ចឹងណាចាហើយចំពោះវីដេអូនេះអត់មានអីច្រើនទេភាគច្រើនគឺការធ្វើដំណើរពេលទៅដល់កន្លែងសម្រាប់ហើយបើយើងត្រូវមើលមុនគេគឺបន្ទប់គេងចានេះជាបន្ទប់គេងរបស់យើងដែលយើងទៅស្នាក់នៅនឹងពីយប់អីចឹងហើយបន្ទាប់មកយើងរៀបចំខ្លួនចេញដំណើរទៅកោះមួយប៉ុន្តែកោះហ្នឹងខ្ញុំភ្លេចឈ្មោះហើយដឹងថាកោះអីទៅវាយូរដែរវីដេអូហ្នឹងហើយវាជាដំបូងរបស់ខ្ញុំដែលខ្ញុំជិះទូកចឹងណាដំបូងរៀងភ័យដែរគេលោកពលទូកពលអីចឹងព្រោះឮថាជិះទូកពលប៉ុន្តែដល់ពេលជិះឲ្យអត់អីទេហើយយើងបានមើលទេសភាពអីចឹងនៅទីក្រុងពងសំរបស់យើងហ្នឹងហើយតមកយើងមានជាការស៊ុយត្រីអីផ្សេងៗប៉ុន្តែខ្ញុំបានថតវីដេអូទាំងអស់ហ្នឹងឯងចានេះជាទេសភាពយប់ឡើងនៅឆ្នេរនៅកំពង់សាមហ្នឹងគឺស្អាតមែនទែនហើយថ្ងៃណាក៏យើងមានchicken partyជាមួយក្រុមការងាររបស់យើងដែរអូខេ hello អ្នកគ្នាយប់នេះជាយប់ចុងក្រោយដែលយើងនៅកំពង់សាមហើយនេះជាកម្មវិធីយ៉ាងម៉េចជួយចាំស្គាល់អូនណាខលជួយស្ដីមកចានេះជាទេសភាពព្រឹកឡើងនៅកំពង់សាមក្រុងកំពង់សាមពិសេសនោះហ្នឹងគឺទេសភាពស្អាតមែនទែនហើយវាជាលើកទី1របស់ខ្ញុំដែលខ្ញុំឃើញទេសភាពស្អាតចឹងហើយហ្នឹង